កាលពីព្រឹកមិញខ្ញុំខំត្រេកអរថាស្ថានភាពតាមបណ្ដោយព្រំដែនកម្ពុជាថៃឡង់វាស្ងប់ស្ងាត់បន្តិចខ្ញុំនឹកឃើញថាការទម្លាក់គ្រាប់បែកក៏មិនឮសូរថាបានកើតឡើងណាដូច្នេះការផ្លោងដាក់គ្នាទៅវិញទៅមកប្រហែលជាថមថយចុះបន្តិចតែផ្ទុយទៅវិញសៀមបានវាយដល់យប់ទោះបីមិនទាន់ភ្ញាក់ផ្អើលខ្លាំងយ៉ាងណាក៏ដោយក៏ស្ថានភាពនៅដែនសមុទ្រកម្ពុជាក៏ស្ថានភាពនៅដែនសមុទ្រកម្ពុជាចាប់ផ្ដើមឡើងកម្ដៅនៅពេលដែលសៀមចាប់ផ្ដើមចោទប្រកាន់ថាមានកាណូតល្បាតឬកាណូតនេសាទហើយនឹងដ្រូនចាប់ផ្ដើមបង្កើតគ្រោះថ្នាក់ដល់ធ្នើដែលយើងហៅពិតប្រកបពាក្យខ្មែរពីដើមគេហៅសឿនបូមប្រេងណាគេហៅសឿនបូមប្រេងដែលភាសាអង់គ្លេសគេហៅ oil rig ណាពាក្យខ្មែរគេហៅសឿនគឺជារបស់ដែលមានសសរហើយឡើងខ្ពស់ទៅលើហើយមានរានស្មើអត់មានដំបូលខ្មែរយើងគេហៅសឿនប៉ុន្តែពាក្យនេះប្រហែលជាណាប្រហែលជាកូនចៅលែងដឹងហើយលែងស្គាល់ពាក្យហ្នឹងហើយគេហៅសឿនគឺជារបស់ដែលមានសសរណារបស់ដែលមានសសរខ្ពស់ឡើងទៅលើហើយមានរានដែលរាបស្មើoil rig គឺជាសឿនដែលគេធ្វើអាជីវកម្មខួងយកអូស្មန်និងបូមប្រេងចេញពីរ៉ែប្រេងឆៅបាតសមុទ្រយប់មិញនៅកោះកុងបាទយប់មិញនៅកោះកុងបាទយប់មិញនៅកោះកុងគឺជាការផ្លោងពញាក់ស្មារតីវាមិនមែនជាការវាយប្រហារភ្លាមទេគឺជាការបង្កហេតុដោយវាបំពាក់ស្មារតីបាទវាបំពាក់ស្មារតីណាវាបំពាក់ស្មារតីដែលវាប្រក់ព្រំក្នុងប្រតិបត្តិការសឹកនៅលើដែនសមុទ្រឈ្មោះហៅថាប្រាជួបគិរីខណ្ឌព្រះច័ន្ទគិរីខេត្តខ្ញុំលើករឿងនេះយកមកអធិប្បាយប្រហែលជាប្រិយមិត្តកូនចៅមិនសូវចាប់អារម្មណ៍ទេបាទមិនសូវចាប់អារម្មណ៍ទេតែទោះបីយ៉ាងណាខ្ញុំនិយាយទុកឲ្យមានកំណត់ហេតុវីដេអូ YouTube សង្ឃឹមថាថ្ងៃណាមួយនៅមានមនុស្សនឹងបានយកទៅសិក្សាបន្ថែមអំពីប្រវត្តិដែលបានកើតឡើងទល់មុខគ្នារវាងខេត្តទាំងពីរគឺខេត្តប្រជួប
និងខេត្តព្រះច័ន្ទស្ថានភាពឡើងកម្ដៅនៅពេលនាវាចម្បាំងថៃឥឡូវនេះ6គ្រឿងស្ថិតនៅចំពីមុខនៃបន្ទាត់មូលដ្ឋានសមុទ្រកម្ពុជានៅក្នុងបន្ទាត់មូលដ្ឋាននៃសមុទ្រកម្ពុជាណានៅបន្ទាត់មូលដ្ឋាននៃសមុទ្រកម្ពុជានាវាចម្បាំងថៃ6គ្រឿងហើយឥឡូវនេះបាទមាននាវាចម្បាំងថៃ6គ្រឿងហើយពីព្រោះថៃបានធ្វើការចោទប្រកាន់2-3ថ្ងៃហើយថាមាន drone មានទូកនេសាទគួរឲ្យសង្ស័យបានធ្វើសកម្មភាពនៅក្នុងទឹកក្បែរសឿនបូមប្រេងឆៅរបស់ថៃហើយក៏បានប្រកាសថាសុវត្ថិភាពរបស់សឿនបូមប្រេងនិងទីតាំងអាជីវកម្មបូមប្រេងឆៅនិងអូស្មန်ធម្មជាតិរបស់សៀមកំពុងតែជួបប្រទះនឹងគ្រោះថ្នាក់អញ្ចឹងសៀមបង្កើតនៅទស្សនីយភាពគ្រោះថ្នាក់ដើម្បីវាយលោកហ៊ុនសែនទៀតហើយយកមិញការផ្លោងចូលប្រមាណជាង20គ្រាប់នឹងការបង្ហោះ drone មកពិនិត្យមើលស្ថានភាពនិងស្ថានភាពនៅកោះកុងទោះបីមិនទាន់មានការខូចខាតក៏ដោយគឺជាការសាកល្បងវាស់ចម្ងាយថាតើកាណុងរបស់នាវាចម្បាំងសៀមអាចផ្លោងដល់ណាជាការពិតណាស់នាវាចម្បាំងសៀមមានកាណុងមិនអាចណាមានកាណុងមិនអាចបាញ់បានចូលជ្រៅទេតែជាការគំរាមកំហែងមួយដែលធ្វើឲ្យទូកប្រជានេសាទនៅកោះកុងមិនហ៊ានចាញ់ផ្ដេសផ្ដាសហើយសៀមក៏នឹងចាប់ផ្ដើមធ្វើសកម្មភាពប្រសិនបើប្រជានេសាទធ្វើដំណើរចេញមកខាងមុខនៃបន្ទាត់មូលដ្ឋាន baseline of Cambodia 22គីឡូសៀមវានឹងរាតត្បាតនៅតំបន់ហ្នឹងដោយវាចោទថាយើងចរាចរអាវុធយើងចរាចរប្រេងជាដើមលក្ខណៈដែលរឿងនេះអត់ពិតទេតែវានឹងចោទប្រកាន់យើងដើម្បីវាធ្វើសកម្មភាពនៅក្នុងដែនទឹកបូរណភាពរបស់កម្ពុជាដែលហៅថា Territorial Sea of Cambodia Territorial Sea of Cambodia គឺជាសកម្មភាពដែលវាប្រងនឹងបង្កើតឲ្យបានណាវាប្រងបង្កើតឲ្យបាននៅកម្ដៅដែលវានឹងបង្កឆ្ពោះទៅរកការល្បាតដែនសមុទ្រដើម្បីនឹងបង្ហាញនៅសកម្មភាពនាវាចម្បាំងរបស់វាបន្តិចម្ដងក្នុងប្រតិបត្តិការសឹក Operation Militaire ប្រជួបគិរីខណ្ឌព្រះច័ន្ទគិរីខេត្តនេះគឺជាការតបតែងទស្សនីយភាពរបស់សៀមដើម្បីគៀបសង្កត់លើលោកហ៊ុនសែនខ្ញុំមើលឃើញយុទ្ធសាស្ត្រសៀមទោះបីវាធ្វើយឺតឆោតល្ងងភ្លើតែខ្ញុំវាយតម្លៃថាផែនការចក្រពង់ភូវនាថរបស់សៀមដូចជាមានគោលដៅយូរអង្វែងអញ្ចឹងអ្វីដែលសៀមប៉ះទង្គិចឬក៏សៀមឡើងកម្ដៅមានស៊ីជម្រៅនៅក្នុងអត្ថបទនេះខ្ញុំណានៅក្នុង
អត្តបទនេះខ្ញុំណាខ្ញុំលើកយកមកនិទានប្រាប់បន្តិចបាទមកនិទានប្រាប់បន្តិចនៅរឿងខេត្តប្រចួបហើយនឹងខេត្តព្រះច័ន្ទណាខេត្តប្រចួបនិងខេត្តព្រះច័ន្ទនៅក្នុងពងសាវតាសៀមប្រចួបនិងព្រះច័ន្ទគឺជាខេត្តភ្លោះទល់មុខគ្នារវាងពីគ្នាទៅវិញទៅមកគឺសមុទ្រដែលហៅថាឈូងសមុទ្រ Thailand the Gulf of Thailand ដែលពីដើមឡើយគេហៅថា the Gulf of Siam ឈូងសមុទ្រសៀមខេត្តពីរនេះទល់មុខគ្នាចន្លោះដោយទឹកសមុទ្រដែលនៅក្នុងពងសាវតាសៀមគេចាត់ទុកថាខេត្តប្រចួបហើយនឹងខេត្តព្រះច័ន្ទនេះគឺជាខេត្តភ្លោះខេត្តភ្លោះដែលខេត្តភ្លោះនេះនៅក្នុងពងសាវតាសៀមថៃគេចាត់ទុកថា Lost Territory គេចាត់ទុកថាជាខេត្តដែលគេកំណត់ថាជាខេត្តបាត់បង់គេហៅថាជា Lost Territory ជាខេត្តដែលគេចាត់ទុកជាខេត្តដែលគេចាត់ទុកថាជាខេត្តដែលគេបាត់បង់ហើយពាក្យថាគេបាត់បង់នេះពាក្យដែលគេអះអាងថាគេបាត់បង់នេះគឺគេមិនដែលបោះបង់វាជាខេត្តដែលគេបាត់បង់វាជាខេត្តដែលគេបាត់បង់ក៏ប៉ុន្តែវាជាខេត្តដែលគេមិនបោះបង់ទេវាជាខេត្តដែលគេបាត់បង់ក៏ប៉ុន្តែវាជាខេត្តដែលគេមិនបោះបង់ចោលដាច់ខាតជាខេត្តដែលគេមិនបោះបង់ចោលដាច់ខាតដូច្នេះវាជាខេត្តដែលគេចាត់ទុកថាបាត់បង់នៅក្នុងសៀវភៅរបស់លោកអេទីអងអាយម៉ូញ៉ាលោកអេចង់អាយម៉ូញ៉ាឈ្មោះហៅថាខ្មែរ Heritage ហើយនឹងសៀវភៅដែលតកតងនឹងការបាត់បង់ខេត្តនិងទឹកដីរបស់ថៃគឺរបស់អស់នេះនៅពេលដែលសៀមលើកយកមកនិយាយគឺរំលឹកពីទឹកដីដែលបាត់បង់ដែលកូនខ្មែរហៅថាសៀមវង្វេងប្រវត្តិសាស្ត្រសៀមវង្វេងប្រវត្តិសាស្ត្រខ្មែរស៊ីចូលសប្ងៃហៅថាសៀមវង្វេងប្រវត្តិសាស្ត្រណាសៀមវង្វេងប្រវត្តិសាស្ត្រណាគឺជាសម្ដីដែលខ្មែរស៊ីចូលហើយល្ងងថាសៀមវង្វេងប្រវត្តិសាស្ត្រតែតាមការពិតខ្មែរទេដែលវង្វេងប្រវត្តិសាស្ត្រពីព្រោះបើឲ្យខ្មែរទៅតវ៉ាជាមួយសៀមរឿងទឹកដីខ្មែរនិយាយអត់រួចទេក្រៅពីខឹងហើយមិនបានខ្មែរនិយាយអត់រួចក្រៅពីខឹងពីព្រោះកូនខ្មែរអត់មានកំណត់ហេតុប្រវត្តិសាស្ត្រនៅពេលដែលខ្មែរសប្ងៃថាសៀមវង្វេងប្រវត្តិសាស្ត្រហើយចោទប្រកាន់ថាសៀមបានប្រឌិត
ប្រវត្តិសាស្ត្រសៀមបានសរសេរនៅប្រវត្តិសាស្ត្រคล้ายគឺខ្មែរទេដែលអត់ស្គាល់ប្រវត្តិសាស្ត្រនៅពេលនិយាយឆ្លងឆ្លើយជាមួយគេខ្មែរបានតែខឹងហើយតែខឹងគឺខាតខឹងគឺខូចខឹងគឺខកខានអានោះជារឿងមួយដែលខ្ញុំចេះតែបន្តនិយាយហើយនិយាយទៀតថាឲ្យយើងរៀនក៏ប៉ុន្តែការអំពាវនាវឲ្យរៀនរបស់ខ្ញុំគឺតែងតែជួបនៅការជេរប្រតិចផ្ដាសាការជេរប្រតិចផ្ដាសាណាការជេរប្រតិចផ្ដាសាណាគឺការជេរប្រតិចផ្ដាសាមិនឲ្យនិយាយឲ្យខំរៀនទេណាមិនឲ្យនិយាយឲ្យខំរៀនទេវាបែរទៅជានិយាយឲ្យចូលទៅវិញណានេះគឺជាចំណែកមួយដែលវាកើតឡើងបាទមានបងប្អូនថាអត់ឮតើបងប្អូនដតីអត់ឮឬយ៉ាងណាប្រាប់ខ្ញុំផងណាមានបងប្អូនប្រាប់ថាមិនឮតើមានបងប្អូនណាដែលមិនឮជួយប្រាប់ខ្ញុំផង